รีบซัวอมปูมิเยตาต่างหากนี่ก่อนចេញវីដេអូថ្ងៃនេះគឺវីដេអូអំពីការបណ្ដុះសណ្ដែកបណ្ដុះហើយមុននឹងបានសណ្ដែកបណ្ដុះយកមកបណ្ដុះយើងត្រូវយកសណ្ដែកពណ៌ខៀវដែលយើងបបរញ៉ាំហ្នឹងយកទៅត្រាំទឹកចំនួនមួយយប់ហើយសណ្ដែកពេលត្រាំហ្នឹងកូនអត់បានថតទេព្រោះមកយាយត្រាំឲ្យកូនអាឡៃងក់ងច្រើនណាអញ្ចឹងអត់បានថតហើយបន្ទាប់មកត្រូវកាយដីធ្វើជាកលុកចង់ដាក់នៅក្នុងកញ្ឆេងក៏បានដែរតែកូនអត់ទេចង់ដាក់ក្នុងដីព្រោះបានលេខដីផងក៏ដាក់ក្នុងកញ្ឆេងធ្វើតែមួយផ្លែតហើយកូនមិនសូវបានលេខដីបន្ទាប់ពីកាយកលុកឲ្យរៀងជ្រៅតិចហើយក៏យកដីដែលស្អាតម៉ត់ហ្នឹងយកមកចាក់ចូលក្នុងកលុកហ្នឹងដាក់ដើម្បីដាក់គ្រាប់ពូជពីលើដោះទៅស្អាតបើដាក់ដីហ្នឹងរឹងពេកបន្ទាប់ពីដាក់ដីហ្នឹងហើយធ្វើបោះបកគីហ្នឹងចោលឲ្យឆ្ងាយតិចអ៊ំពូមីងតាទាំងអស់គ្នាតែຕົកគៀនខ្លួនហ្នឹងតាក់ខ្សែវាដួលព្រុសឥឡូវហ្នឹងបន្ទាប់ពីដាក់ដីហើយរៀបឲ្យស្មើក៏ដាក់គ្រាប់ចូលហើយគ្រាប់ហ្នឹងក៏ដាក់ដូចកូនមួយកូនដាក់ម្ដាយគោលគឺពេលដោះគោគ្នាតែម្ដងដាក់គ្រាប់ហើយត្រូវបែកដីពីលើដូចកូនចឹងមើលតែកូនធ្វើមិនធ្វើតាមកូនធានាថាមកដោះស្អាតតែម្ដងតែកូនគ្មានដាក់បានចូលកលុកទេដាក់តែខាងដល់ពេលដោះមកនៅខាងកដាលអត់មានផងជួយចាក់គ្រាប់ឲ្យអស់ព្រោះកូនចាក់នៅយូរណាស់នឹងកាលហើយបន្ទាប់ពីចាក់ស្អាតហើយត្រូវរោយដីមកតាំងទៀតដីដែលម៉ត់ហ្នឹងរោយទៅដើម្បីឲ្យវាដោះមកមានប្លុកស្អាតហើយកុំដាំដូចកូនចេះតែដាំទៅសម្ដែងឲ្យអ៊ំពូមីងចេះតែទាំងអស់គ្នាបានឃើញថាកូនរវល់តែពិតគ្មានសាច់ការអីទេចេះតែសម្ដែងមួយផ្លែតទៅឥឡូវនេះសម្ដែងបន្តិចទៀតមកថាកាយដីដាក់បន្តិចទៀតទៅកូនចឹងអូនក៏ជួយកាយមកបន្តិចទៅតែសាច់ការអូនគ្មានទេអូនរត់ទៅរាំណាឃើញកូនរាំសំអត់អ៊ំពូមីងតាទាំងអស់គ្នាកូនរាំសំណាស់តែជូមចង់រាំតាពីរថ្ងៃក្រោយមកកូនក៏មកបើកដល់ពេលដែលត្រូវបើកញ៉ាំហេវចង់ញ៉ាំឆាសណ្ដែកបណ្ដុះអញ្ចឹងណាកូនមកពីសាលារៀនភ្លាមក៏ត្រឡប់មកបើកផ្លែតតែគាត់បើកមកកូនសង្ហាក់ចិត្តមកស្លឹកឡើងខៀវអស់ចង់ចេញផ្លែហ្នឹងបើពីបញ្ញាយាយម៉ាក់ប្រាប់ឲ្យកូនថតកូនអាឡៃតាងក់ងអាឡៃតាយំចោះយំឡើងម៉ាក់អត់បានថតឥឡូវ3ថ្ងៃខៀវល្មមតែញ៉ាំនៅតែឆ្ងាញ់យកតែឆាគាត់តាវាមិនសូវឆ្ងាញ់ដូចពណ៌សពណ៌ខៀវនេះវារៀងឆេកតិចហើយមិនសូវមានជាតិតែមានជាតិ fiber ច្រើនដែរហ្នឹងអីទេនៅតែឆ្ងាញ់ទេអ៊ំពូមីងតាទាំងអស់គ្នាតែក៏ធ្វើដូចកូនបោចដាក់មកដៃហើយបន្ទាប់មកយកទៅលាងទឹកឲ្យឆាញ៉ាំឆ្ងាញ់ណាស់អ៊ំពូមីងតាទាំងអស់គ្នាកូនបោចបានគ្រប់ហើយកូនក៏យកទៅផ្ទះតែយកបានតាណាទេធ្លាក់ខ្បែក